ទៅលេងផ្ទះអ្នកអតីបើពួកគេនិយាយ4ប្រយោគនេះចៅត្រូវតែត្រឡប់ទៅភ្លាមចាំទេចាំហើយពូប្រយោគទី1មិនមែនមួយរួចទេនៅយូម៉ាបាយសិនរយទៅក្រោយប្រយោគទី2ថ្ងៃក្រោយត្រូវមកយូម៉ាបាយនៅផ្ទះខ្ញុំម្ដងប្រយោគទី3ថ្ងៃនេះមិនអាចយូម៉ាបាយនៅផ្ទះបានទេចៅទៅយូម៉ាក្រៅទៅប្រយោគទី4អ្នកអង្គុយលេងទៅសិនខ្ញុំត្រូវចេញក្រៅធ្វើការបន្តិចទៀតខ្ញុំនឹងត្រឡប់មកវិញទៅផ្ទះអ្នកអតីគូអង្គុយត្រឹមតែបន្ទប់ទទួលភ្ញៀវប៉ុណ្ណោះសរសើរទីរកថាជាសរសើរផ្ទះផាស្អាតសរសើរអ្នកចាស់ផារឹងមាំហេតុអ្វីមិនអាចកាត់ពាក្យអ្នកអតីហេតុអ្វីកូនមិនគួរពាក់អាវក្រហមទៅពិធីសពហេតុអ្វីមិនគួរមើលមនុស្សទេយូរពេកពេលទៅផ្ទះអ្នកអតីហេតុអ្វីត្រូវដោះស្បែកជើងបើកូនគ្មានការអប់រំគឺដោយសារឪពុកម្ដាយមិនបានបង្រៀនទុកឲ្យកូនធ្វើតាមចិត្តគឺអាក្រក់ជាងភាពក្រីក្រមនុស្សចាស់បាននិយាយថាផ្កាល្អនរណាក៏ចង់ថែរក្សាមនុស្សឆ្លាតនរណាក៏ចង់គោរពគ្រប់វិញឪពុកម្ដាយចង់អប់រំកូនឲ្យល្អត្រូវបង្រៀនឲ្យគោរពនិងមានសុជីវធម៌ក្នុងការប្រាស្រ័យ